បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំជម្រាបជូនពីសត្វត្រយងយក្សគឺចូលចិត្តធ្វើសម្បុកនៅលើដើមត្រាចដើមត្បែងនិងដើមផ្ចឹកជាដើមសម្បុកវាភាគច្រើនមានកម្ពស់ពី10ទៅ20ម៉ែត្រអាស្រ័យទៅលើតាមដើមឈើដែលវាធ្វើសម្បុកហើយសម្បុកវាទៀតសោតគឺធ្វើពីមែកឈើងាប់តូចបាទបើតាមការសាកសួរព័ត៌មានពីសហគមន៍ដែលគាត់ធ្លាប់តាមដានការរស់នៅរបស់សត្វត្រយងយក្សនេះបានបញ្ជាក់ថាមេត្រយងយក្សក្រាបពងរហូតដល់កូនញាស់ហើយចេញពីសម្បុកមានរយៈពេលប្រមាណ130ថ្ងៃហើយឡែករូបភាពដែលបងប្អូនបានកំពុងទស្សនាក្នុងវីដេអូនេះគឺជាកូនត្រយងយក្សដែលមានអាយុទើបតែ40ថ្ងៃប៉ុណ្ណោះដូច្នេះកូនត្រយងយក្សនេះមិនទាន់អាចចេះហើរផ្លាស់ទីទៅរកចំណីបានដោយខ្លួនឯងទេហើយដូចនេះហើយគឺកូនត្រយងយក្សនេះកំពុងតែរងចាំការបញ្ចុកចំណីពីមេរបស់វាបាទសូមបញ្ជាក់ផងដែរថាសត្វត្រយងយក្សគឺជាបក្សីតំណាងជាតិនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រភេទដែលចិត្តផុតពូជផុតបាទហើយសត្វត្រយងយក្សនេះផងដែរគឺមានចំនួនតិចតួចបំផុតនៅលើពិភពលោកដូចនេះសូមបងប្អូនទាំងអស់គ្នាចូលរួមអភិរក្សនិងថែរក្សាសត្វនេះឲ្យបានគង់វង្សសម្រាប់ប្រជាជាតិយើងក៏ដូចជាពិភពលោកទាំងមូលសូមអរគុណ